បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនេះជារបៀបដំឡើង FMM Pic អញ្ចឹង file នេះខ្ញុំនឹងតម្លាក់ដល់បងប្អូនទាំងអស់គ្នាចំពោះឲ្យតែពាក់ព័ន្ធជាមួយនឹងវីដេអូហើយនឹងសំឡេងអីគឺយើងត្រូវតម្លើង FMM Pic នៅក្នុងកុំព្យូទ័រយើងហើយរបៀបតម្លើងស្រួលទេបើយើងមិនតម្លើងអាហ្នឹងវាបញ្ហាអត់ឮសំឡេងបញ្ហាដាក់វីដេអូអត់បានអីចឹងណាញ៉ៃញ៉ៃពេញហ្នឹងចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាតម្លើងអាហ្នឹងសិនមកបើចាំបញ្ហាអីទៀតចាំដោះស្រាយតាមក្រោយទៀតអញ្ចឹងខ្ញុំដាក់ folder ហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែបើក folder ហ្នឹងមកអញ្ចឹងទៅកន្លែង bin នេះតបមកអ្នកទាំងអស់គ្នានឹងឃើញតបាខាងលើនេះ FMM Pic 8.1 កន្លែងហ្នឹងអ្នកទាំងអស់គ្នាចុចកន្លែងឆ្លាស់តាទេណាមួយមកកន្លែងនេះមកឲ្យឆ្ងាយទីមកវានឹងបង្ហាញនេះហើយនេះបង្ហាញ path កន្លែងហ្នឹងអញ្ចឹង copy មកcopy កន្លែងហ្នឹងមកហើយយើងបិទហើយយើងចូលកន្លែង search កុំព្យូទ័ររបស់យើងនេះហើយបងប្អូនវាយពាក្យ edit បើវាយពាក្យ edit ហ្នឹងវាចេញមកហើយនេះវាចេញមកបងប្អូនត្រូវមើលពាក្យ edit the system environment variable បងប្អូនមើលកន្លែងហ្នឹងគាត់វាយ ed វាចេញហើយចុចកន្លែងហ្នឹងមកហើយបងប្អូនអរគ្នាចុចកន្លែងនេះ environment variable តបមកអ្នកទាំងអស់គ្នាមើលពាក្យ path ចុចកន្លែងពាក្យ path នេះឲ្យចេញពណ៌ខៀវចឹងមកចុច edit ដល់ edit មកអ្នកទាំងអស់គ្នាចុច new វានឹងបង្កើត cloud មួយយើងដាក់ path យើងចូលមិញណាអា path យើង copy ពី folder នេះអញ្ចឹងទៅអ្នកទាំងអស់គ្នាចុច OK មកបន្ទាប់មកដើម្បីឲ្យវា full ពេញកុំព្យូទ័រយើងហ្មងយើងមើលអាកន្លែងក្រោមនេះកន្លែង system variable នេះបងប្អូនមើលកន្លែងហ្នឹងក៏មានពាក្យ path មានមួយដែរនេះ path ហ្នឹងចុចកន្លែងហ្នឹងមកហើយចុច edit មកចុច new ដែរធ្វើដល់លើអញ្ចឹងហើយ path ចូលមកដល់មកចុច OK ទៀតរួចរាល់តែប៉ុណ្ណឹងវាជាប់នៅនឹងរហូតដល់កម្មវិធីផ្សេងក្រោយទៀតពាក់ព័ន្ធជាមួយនឹងវីដេអូអីអាប់ដេតរបស់ខ្ញុំអីហ្នឹងវាមាននៅក្នុងនឹងស្រាប់ឲ្យបងប្អូនទាំងអស់គ្នាមិនបាច់ខ្វល់ទៀតទេ